រឿងដប់ខ្មោចតៃហោងមកផ្ទះបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំបាទមានសាច់រឿងថ្មីនិទានជូនបងប្អូនស្ដាប់ទៀតហើយបាទសាច់រឿងនេះដែរខ្ញុំបាទដកស្រង់មកពី Channel បងប្រុសព្រះច័ន្ទក្រហមបាទហើយខ្ញុំក៏បានឆាតសុំគាត់ដែរតាក់ទងនឹងសាច់រឿងផ្សេងៗណាសាច់រឿងណាតំណងអញ្ចឹងទៅខ្ញុំសុំគាត់យកមកសម្រាយបន្តអញ្ចឹងណាបាទហើយគាត់ក៏អនុញ្ញាតដែរបាទអញ្ចឹងសូមអរគុណម្ចាស់ Channel មែនទែនបាទហើយក៏សូមឲ្យបងប្អូនជួយចុច Subscribe Channel របស់គាត់ផងទៅព្រះច័ន្ទក្រហមមួយណាបាទអញ្ចឹងរឿងនេះគឺជារឿងរបស់ពូម្នាក់ឈ្មោះថាពូតុងគាត់នៅខាងខេត្តព្រះសីហនុស្រុកកំពង់សីមាបាទអញ្ចឹងសាច់រឿងគឺទៅដល់ខេត្តព្រះសីហនុបាទឆ្លងពីបាត់ដំបងទៅណាបាទសាច់រឿងនេះគឺថាវាគួរឲ្យភ័យខ្លាចដែរខ្ញុំស្ដាប់ខ្លួនឯងហ្នឹងក៏ព្រឺសម្បុរដែរបាទហើយសាច់រឿងនេះគឺកើតឡើងនៅក្នុងកំឡុងឆ្នាំ2015បាទដោយមានប្តីប្រពន្ធមួយគូណាមានកូន2នាក់បាទមួយអាយុ15ឆ្នាំមួយអាយុ9ឆ្នាំបាទដោយសារតែប្រពន្ធគាត់ហ្នឹងគឺតូចចិត្តនឹងប្តីដែលគាត់ទៅមានស្រីនៅខាងក្រៅណាអញ្ចឹងទៅក៏គាត់សម្រាប់ចិត្តបញ្ចប់ជីវិតទុកកូនចោល2នាក់បាទគួរឲ្យសង្វេគមែនតែនបាទអញ្ចឹងសាច់រឿងនេះគឺថាសូមផ្ដែផ្ដាំទៅខាងបងនារីណាសូមកុំគិតខ្លីអីបាទនៅជាមួយកូនទៅកូន2នាក់ដែរបាទកូនម្នាក់2នាក់អីក៏ដោយបាទនៅមួយកូនទៅទោះជាគ្មានប្តីក៏យើងតស៊ូចិញ្ចឹមកូនរស់នៅជាមួយកូនណាកុំឲ្យគិតខ្លីដូចក្នុងករណីនេះបាទអញ្ចឹងចូលសាច់រឿងយកតែម្ដងទៅបាទម្ចាស់សាច់រឿងហ្នឹងគឺថាគាត់ឈ្មោះពូតុងបាទដែលគាត់ជួបសាច់រឿងហ្នឹងហើយកាលពីឆ្នាំ2015ហ្នឹងគាត់ថាមានថ្ងៃមួយណាបាទមានថ្ងៃមួយគាត់ទៅលេងផ្ទះឪពុកម្ដាយរបស់គាត់អញ្ចឹងណាហើយក៏គាត់ត្រឡប់មកវិញក៏ជួបរឿងរន្ធត់នឹងកើតឡើងអញ្ចឹងណាបាទទៅលើគ្រួសាររបស់គាត់បាទអញ្ចឹងសូមបើកវងកញ្ចក់បន្តិចតាក់ទងនឹងមីងម្នាក់ដែលគាត់ចងកសម្រាប់ខ្លួនហ្នឹងបន្សល់ទុកកូន2នាក់ហ្នឹងបាទគាត់ជាប្រពន្ធហើយប្តីរបស់គាត់ហ្នឹងឈ្មោះពូយ៉ែនហ្នឹងដែលថាគាត់ជាអ្នកដើរលេងភ្លេងច្រៀងអកដងអីចឹងណាហើយគាត់ធ្វើខ្លួនស្អាតបាតអីចឹងទៅហើយគាត់ចេញបាត់ពីផ្ទះទៅអញ្ចឹងទៅមិនដឹងថាគាត់ទៅណាមិនដឹងថាគាត់ប្រាប់ត្រង់ឬក៏កុហកបាទដល់ពេលអញ្ចឹងទៅថ្ងៃមួយណាមីងអនហ្នឹងគាត់លឺដំណឹងមកថាប្តីគាត់នឹងមានស្រីមានអីអញ្ចឹងណាទៅចោលគាត់អញ្ចឹងទៅគាត់ថាអន់ចិត្តតូចចិត្តអញ្ចឹងទៅក៏ចងកសម្រាប់ខ្លួននៅដើមព្រីងបាទនៅដើមព្រីងមួយនៅក្នុងភូមិនឹងដែរតាមផ្លូវណាបាទគាត់ចងកសម្រាប់ខ្លួនទៅបាទហើយអ្នកភូមិក៏គេខ្លាចរអានឹងហេតុការណ៍នេះដែរបាទអញ្ចឹងក៏លេចមកពូតុងបាទគាត់ថាថ្ងៃមួយណាគាត់មានអារម្មណ៍ថានឹកម្ដាយឪពុកម្ដាយរបស់គាត់ចាស់អញ្ចឹងណាគាត់នៅផ្ទះណាបាទហើយរៀងយប់ដែរហើយបាទរៀងល្ងាចយប់អញ្ចឹងណាបាទគាត់មានអារម្មណ៍ថានឹកឪពុកម្ដាយរបស់គាត់អញ្ចឹងទៅគាត់ក៏សុំប្រពន្ធរបស់គាត់ហ្នឹងថាត្រូវលេងពុកម៉ែអញ្ចឹងណាខាងទៅមើលគាត់យូរហើយដូចថាជាចូលមួយអាទិត្យហើយអញ្ចឹងណាជាធម្មតាគាត់អាសាទៅ2-3ថ្ងៃអញ្ចឹងគាត់ទៅម្ដងបាទអញ្ចឹងប្រពន្ធគាត់ក៏ថាចាំស្អែកទៅដឹងអីចឹងណាឬក៏ស្មាននេះយប់ហើយមិនបាច់ទៅដឹងគាត់ក៏ថាអីទេទៅមួយផ្លេតមកវិញបាទទៅអឺតមើលគាត់ចឹងណាហើយប្រពន្ធរបស់គាត់ហ្នឹងក៏បន្តទៀតថាបងឯងទៅប៉ុន្តែបើយប់ជ្រៅសម្រានហ្នឹងក៏សម្រានទៅបាទថាពិបាកមកវិញរៀងយប់ជ្រៅអញ្ចឹងណាហើយពូតុងហ្នឹងគាត់ថាអីទេមកវិញមិនគាត់ថាគាត់មិនសម្រាននៅផ្ទះម្ដាយគាត់ទេអញ្ចឹងណាអញ្ចឹងប្រពន្ធគាត់ហ្នឹងឈ្មោះមីងសីបាទគាត់ថាអញ្ចឹងទៅឲ្យប្រយ័ត្នប្រយែងអញ្ចឹងណាបាទអញ្ចឹងពូតុងហ្នឹងក៏គាត់ជិះម៉ូតូហ្នឹងទៅហើយគាត់ភ្លេចគិតដែរអញ្ចឹងណាគាត់ភ្លេចគិត
thà mình ở nó tầm tròn co slap bànประมวยเปิดngày nữa còn plek cắt đài hayแต่còn riêng ngày đó là về những còn plek cắt là về thấy còn chỉ mà to tam pleu nó hai giờ mong một ปิดbảy dục nó bà slap tai chỉ đỏ đầm ปิดnó còn thà prư sầm bolចាប់ដើម prư sầm bol ខ្ញាដូចថាមានអីមួយយ៉ាងអញ្ចឹងណាbà về មានអីម្យ៉ាងអញ្ចឹងទៅក៏ principal ហើយគាត់ក៏បន្តដំណើរទៅដល់ផ្ទះឪពុកម្ដាយរបស់គាត់អញ្ចឹងណាព្រោះឪពុករបស់គាត់ហ្នឹងគាត់ថាគាត់ចាស់ហើយគាត់មានជំងឺជាប់ខ្លួនខ្លះៗអញ្ចឹងណាបាទគាត់ជឿជាអញ្ចឹងទៅចាស់ហ៎តែពេលអញ្ចឹងទៅគាត់ជិះទៅដល់ហ្នឹងក៏អង្គុយលេងជាមួយឪពុកម្ដាយហ្នឹងក៏និយាយរៀបរាប់រឿងមីងអនដែលគាត់ចងកសម្រាប់ខ្លួនណាថាមិញខ្ញុំជិះមកដល់ដើម7សុំទោសដើមព្រីងហ្នឹងគឺព្រឺសបល់ខ្ញាក់ម៉ែអើយពុកអើយបាទគាត់ថាតំចងកហើយអ្នកភូមិគេខ្លាចណានៅម្ដុំហ្នឹងណាបាទនឹងពុកម្ដាយគាត់ឆ្លើយតបមកវិញអញ្ចឹងបាទគាត់ថាមីងអនហ្នឹងក៏ស្លូតពេកអញ្ចឹងណាប្តីថាកុហកមិនក៏បានអញ្ចឹងគាត់នៅតែផ្ទះហើយយើងក៏មិនដឹងអញ្ចឹងណាបាទតែពេលអញ្ចឹងទៅពូតង់គាត់ថាធ្វើម៉េចរឿងគ្រួសារគេគាត់មិនដឹងយ៉ាងម៉េចបានគាត់គិតខ្លីអញ្ចឹងទៅគាត់និយាយពីនេះពីនោះហើយទៅក៏សុំពុកម្ដាយគាត់នឹងត្រឡប់មកវិញបាទហើយពុកម្ដាយគាត់នឹងក៏រៀងគាត់ដែរថាយប់ហើយអញ្ចឹងណាជិះប្រយ័ត្នប្រយែងអញ្ចឹងមកថាមិនម៉ាសម្រាប់ហ្នឹងក៏សម្រាប់ទៅបាទតែពូតង់ថាអត់ទេគាត់មកតែពេលគាត់លាពុកម្ដាយគាត់ត្រឡប់មកវិញអញ្ចឹងទៅក៏ជិះកាត់ដើមព្រីងហ្នឹងតែពេលទៅហ្នឹងព្រឺសម្បល់បាទដែរដល់ពេលមកដល់ព្រឺសម្បល់ទៀតបាទចិត្តដល់ហ្នឹងព្រឺសម្បល់ដល់ពេលគាត់ជិះមកនិយាយថាគាត់ជិះម៉ូតូកាត់អញ្ចឹងស្រាប់តែមានដូចមនុស្សលោតឡើងជិះអញ្ចឹងរៀងយកបងប្អូនដែលជិះម៉ូតូយឺតអញ្ចឹងមានអ្នកហក់ជិះរៀងយកម៉ូតូយើងអញ្ចឹងហើយធ្ងន់ណាបាទអញ្ចឹងពូតង់គាត់បែបហ្នឹងបាទលក្ខណៈបែបហ្នឹងណាដូចមនុស្សហក់ជិះធ្វើឲ្យយកម៉ូតូរបស់គាត់ហើយធ្ងន់អញ្ចឹងដឹកមកប៉ុន្តែគាត់ដូចថាព្រឺសម្បល់អញ្ចឹងគាត់រៀងខ្លាចដែរគាត់បញ្ញាជិះម៉ូតូរៀងលឿនមកផ្ទះមកបាទតពេលដល់ផ្ទះហ្នឹងគាត់មានអារម្មណ៍ថាគេលោតចោះបាទប៉ុន្តែគាត់អត់ហ៊ាននិយាយអីទេអញ្ចឹងណាខ្លាចប្រពន្ធគាត់នឹងខ្លាចអីចឹងទៅបាទប៉ុន្តែគាត់ក៏ប្រាប់ខ្លះដែរគាត់ថាដល់កន្លែងហ្នឹងវារៀងព្រឺសម្បល់អញ្ចឹងណាបាទអញ្ចឹងគាត់ក៏ងូតទឹកងូតអីបញ្ញាឡើងសម្រាប់លើផ្ទះបាទជាមួយពុនកូនគាត់អញ្ចឹងណាឡើងសម្រាប់លើផ្ទះដូចធម្មតាអញ្ចឹងទៅបាទស្រាប់តែយប់ឡើងបាទយប់ដដែលហ្នឹងណាចូលម៉ោង12យប់បាទអញ្ចឹងរឿងភ័យខ្លាចរឿងរន្ធត់ហ្នឹងចាប់ផ្ដើមកើតឡើងទៅលើប្រពន្ធរបស់គាត់បាទអញ្ចឹងប្រហែលជាម៉ោង12យប់គាត់ថាមានឮសំឡេងហៅប្រពន្ធគាត់តែហៅលក្ខណៈហៅថាបែបគ្នាគាត់អញ្ចឹងណាហៅផ្សៃអញ្ចឹងណាស្អីអើយចុះមកក្រោមតិចអញ្ចឹងតែពេលមីស័យនោះគាត់អត់បានចាប់អារម្មណ៍ទេបាទគាត់នឹកស្មានតែមីងរបស់គាត់សំឡេងស្តៀងមីងគាត់ហ៎អញ្ចឹងគាត់ក៏ថាណាគេស្មានហ្នឹងហើយមករកអីអញ្ចឹងណាបាទទៅមីងអនខ្មោចមីងអនគាត់ថាចុះមកក្រោមតិចមើលនិយាយគ្នាតិចអញ្ចឹងណាហៅចុះមកមីងស្រីក៏ចុះមកបាទគាត់នឹកស្មានតែមីងគាត់ហ៎ព្រោះរាល់ដងមីងគាត់មានបញ្ហាមានអីតែតែមកហៅគាត់អញ្ចឹងណាដល់ពេលរឿងហ្នឹងវាស្តៀងទៅនឹងគ្នាហ្នឹងបាទវាករណីថាស្មានតែមីងគាត់គាត់ចុះមកបាទចុះមកហើយគាត់ជំនាន់ហ្នឹងវាមិនសូវមានភ្លើងអីម៉ានដែរគាត់ថាចាប់មកគុយចាប់អីដែរទេបាទតទៅពេលហើយគាត់ចុះមកឃើញមនុស្សអង្គុយលើរឹងណាប៉ុន្តែអង្គុយបែរខ្នងប៉ុន្តែគាត់ថាមីងគាត់ហ្នឹងរៀងថិតទេប៉ុន្តែមិនក៏ឃើញរៀងស្គមអញ្ចឹងណាបាទតែមីងស្រីក៏ចាប់ភ្លើងចាប់អីមើលហើយក៏សួរទៅថាមីងឯងណាគេមកទាំងផ្ទះខ្ញុំទាំងយប់ស្មានហ្នឹងហើយមីងអដែលជាខ្មោចហ្នឹងគាត់ថាមកលេងហ្នឹងគ្នាឯងសោះធ្វើដូចមិនស្គាល់គ្នាអញ្ចឹងណាបាទគាត់ថាខ្ញុំមិនស្គាល់បើមីងឯងអង្គុយបែរខ្នងអញ្ចឹងមើលមីងឯងណាគេបែរមុខមកមើលបាទស្រាប់តាមីងអដែលជាខ្មោចហ្នឹងគាត់បែរមុខមកបងប្អូនហើយបាទបែរមុខមកអញ្ចឹងណាហើយមុខខ្មោចមិនទៅល្អជាទេបងប្អូនហើយមីងស្រីគាត់ដល់ពេលឃើញអញ្ចឹងគាត់ស្លន់ណាឃើញមីងអឃើញមុខមីងអច្បាស់អញ្ចឹង
គាត់ស្រែកផ្លាត់សំឡេងអញ្ចឹងណាស្ទើរតែបាត់ព្រលឹងបាទគាត់ស្រែកវ៉ាអញ្ចឹងទៅថាខ្មោចលងស្រែកផ្អើលប្តីផ្អើលកូនអញ្ចឹងទៅប្តីគាត់ក៏រត់ចុះមកថាមានរឿងអីអញ្ចឹងណាប្តីប្រពន្ធកូនមានរឿងអីគាត់ច្អល់ទៅរឹងមិញស្អីណាគាត់ច្អល់ទៅរឹងហ្នឹងប្តីគាត់ពូតុងងាកមើលទៅឃើញរឹងហ្នឹងរៀងយល់ដូចទៅតែមានមនុស្សងើបចេញអញ្ចឹងណាបាទតែពេលអញ្ចឹងគាត់ថាខ្មោចលងអញ្ចឹងណាដល់ពេលមុខគាត់ឡើងស្លេកអស់ហើយគាត់ប្តីគាត់ហ្នឹងបញ្ញាល់យកគាត់ទៅលើផ្ទះអញ្ចឹងថាតោះទៅលើផ្ទះកើតឯនៅកុំនៅក្រោមអញ្ចឹងហើយកូនគាត់ហ្នឹងយំហើយទៅហ៊ូពេញផ្ទះទាំងតូចទាំងធំអញ្ចឹងខ្លាចហ៎បាទដល់ពេលឡើងដល់លើផ្ទះអញ្ចឹងថាដេកអោបកូនអោបប្តីអោបប្រពន្ធណាបាទខ្លាចពេកហ៎ហើយមីងសីគាត់សម្រាប់អត់លក់ទេមកយប់ហ្នឹងគាត់អង្គុយងើបអញ្ចឹងណាបាទគេថាអារម្មណ៍របស់គាត់សម័យឃើញតែមុខមិញអននឹងភ្នែកជាប់រហូតអញ្ចឹងណាបាទដល់ពេលអញ្ចឹងទៅទ្រាំតែភ្លឺអញ្ចឹងទៅក៏អ្នកចិត្តខាងក៏មកសួរថាអូនអើយយប់មិញកាត់អីបានស្រែកខ្មោចលងអីសបើម៉េះបាទហើយមីសីក៏ប្រាប់តណៅតនងទៅដល់អ្នកភូមិចិត្តខាងគាត់ហ្នឹងថាខ្មោចមិញអនមកដល់ផ្ទះបងអើយមកលងដល់ផ្ទះបាទប្តីខ្ញុំដប់មកគាត់ជិះមកតាមប្តីខ្ញុំអញ្ចឹងណាតែពេលពូតុងគាត់នឹកឃើញថាមែនយប់មិញដល់កន្លែងដើមព្រីងហ្នឹងប្រៀបដូចជាមនុស្សហក់ឡើងជិះលើម៉ូតូមកតាមគាត់បាទហើយមកដល់នេះប្រៀបដូចជាលោតចុះតពេលអញ្ចឹងគាត់នឹកឃើញចាប់អារម្មណ៍វាបានហើយវាផ្ទួនគ្នាអញ្ចឹងណាបាទតពេលអញ្ចឹងទៅមីងសីនោះគាត់រត់តែខ្លាចទៅអញ្ចឹងណាហើយដូចថាម្លងបានមកប្រហែលជា6 7ថ្ងៃហើយនៅតែខ្លាចនៅតែភ័យអញ្ចឹងទៅក៏យកគាត់ទៅស្រោចទឹកបាទយកគាត់ទៅស្រោចទឹកហើយគាត់នៅតែខ្លាចនៅអីអញ្ចឹងទៅក៏ឲ្យមីងសីទៅសម្រាកនៅផ្ទះម្ដាយរបស់គាត់ណាបាទម្ដាយបកើតរបស់មីងសីហ្នឹងបាទហើយពូតុងហ្នឹងក៏គាត់សម្រាកនៅផ្ទះម្នាក់ឯងបាទនៅផ្ទះម្នាក់ឯងអញ្ចឹងទៅគាត់ថាយប់ឡើងឮសំឡេងដើរក្រោមផ្ទះអញ្ចឹងណាក្រិបក្របសំឡេងដើរណាប៉ុន្តែអត់ហ៊ានឡើងលើផ្ទះទេដើរក្រោមផ្ទះបាទតពេលអញ្ចឹងទៅពូតុងនេះគាត់ទៅរកគ្រូណាគាត់ទៅរកគ្រូមកបណ្ដេញខ្មោចមីញ័នចេញអញ្ចឹងទៅបាទខ្មោចនៅផ្ទះគាត់អញ្ចឹងណាតែពេលឲ្យសួររឿងខ្មោចរឿងអីហ្នឹងគ្រូក៏គេប្រាប់ដែរថាគេមកតាមម៉ូតូនឹងឯងជិះម៉ូតូមកជាមួយអូនឯងនឹងឯងបាទគ្រូក៏ប្រាប់អញ្ចឹងណាបាទហើយបតងគាត់ក៏យល់ស្របអញ្ចឹងដែរព្រោះដោយសារតែមានគេលោតឡើងយកម៉ូតូដូចជិះមកធ្ងន់អញ្ចឹងណាបាទតែពេលគាត់ហៅគ្រូមកប្រក្រាបមកបណ្ដេញអញ្ចឹងទៅក៏ស្ងាត់ទៅបាទហើយកលេចមកមើលកូនរបស់មីងអនអាយុ15ឆ្នាំ9ឆ្នាំដែលនៅជាមួយយាយនេះបាទយាយហ្នឹងគាត់ឮថាកូនគាត់មីងអនលងគេលងឯងឃើញនឹងផ្ទះហ្នឹងទៅគាត់ក៏ធ្វើបុណ្យធ្វើអីឧទ្ទិសកុសលឲ្យអញ្ចឹងណាប៉ុន្តែដូចជាអត់បាត់ទេនៅតែឃើញនៅតែអីយើងគាត់ថានៅអឡោះអាល័យរហូតដល់1ឆ្នាំជាងបាទហើយពូតុងហ្នឹងក៏គាត់លេងអីទៅដោយសារគាត់ហៅគ្រូហៅអីមកនេះចឹងណាហើយខ្មោចមីងអហ្នឹងក៏ទៅនៅផ្ទះគាត់នឹងវិញទៅអ្នកខ្លះឃើញអ្នកខ្លះក៏មិនឃើញគាត់នឹងអញ្ចឹងណាហើយគេអ្នកចិត្តខាងវាខ្លាចណាបាទដោយសារខ្មោចចងកបាទអញ្ចឹងសាច់រឿងនេះដែរខ្ញុំសូមបញ្ចប់តែត្រឹមនេះឯងបាទរាល់ការនិទានការសម្រាយទៅមានកំហុសខុសឆ្គងយ៉ាងណាក៏សូមឲ្យបងប្អូនកាន់តែអភ័យទោសដល់ខ្ញុំបាទផងបាទជាចុងក្រោយខ្ញុំបាទជនណាថាសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ